បាទសូមគោរពលំអរកាយបាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទកូនក្មួយនៅក្នុងបណ្ដាញសង្គមបាទ Facebook របស់គ្នាបាទដោយសារតែសង្កេតឃើញថាពុកម៉ែបងប្អូនយើងបាទលោកមានបាទជំងឺបាទជាប់សរសៃពុកម៉ែបងប្អូនណាជាប់សរសៃចង្កេះបាទក៏ដូចជាឈឺសន្លាក់បាទផ្សេងពុកម៉ែបងប្អូនណាអញ្ចឹងបាទឱសថទាំង8មុខដែលខ្ញុំបានសរសេរនេះមានជាខ្ញីបាទមើមពន្លៃបាទរំដេងបាទដើមថ្ងាន់បាទវល្លិជុយបាទនិងផ្លែក្រូចសើចបាទអង្ក្រងតៃសាបាទសាន់ក្រងបាទយើងយកតៃសាអាចរកទិញនៅទីផ្សារបានបងប្អូនណាហើយស្រាសយើងយកបាទស្រាសសុទ្ធបងប្អូនបាទយកបរិមាណទាំងអស់បាទស្មើគ្នាសម្រាប់ស្រាបាទគឺយើងចាក់ម្លិចទៅបងប្អូនបាទយើងបាទបរិមាណ7មុខនឹងបាទឧទាហរណ៍ថាកន្លះគីឡូស្មើគ្នាអញ្ចឹងបាទយើងចាក់ស្រាឲ្យលិចមកបាទហើយយើងទុកបាទពី3អាទិត្យបានទៅ4អាទិត្យទៅបាទគឺមានប្រសិទ្ធភាពខ្លាំងបងប្អូនបាទសម្រាប់ការព្យាបាលនៅជំងឺបាទលៀនឌីសក៏ដូចជាជាប់សរសៃខ្នងបាទដែលដើរពំរួយបងប្អូនណាបាទដើរអត់រួយទេបាទអាចថាស្លាប់មួយជំហៀងខ្លួនបាទក៏អាចព្យាបាលជាដែរបងប្អូនបាទចំណងជើងខ្លះខ្ញុំមិនហ៊ានដាក់នៅខាងលើទេដោយសារតែ Facebook ចាប់បងប្អូនណាបាទដូច្នេះហើយបាទបងប្អូនដែលលោកមានជំងឺបាទអាចសាកល្បងបានហើយបងប្អូនណាដែលលោកដែលមិនជឿបាទអាចជាអូសរំលងបានបងប្អូនបាទមិនគួរខមមិននៅពាក្យបាទអសុរោះទេបងប្អូនណាបាទខមមិនការក្នុងការរីគុណបាទដើម្បីការស្ថាបនាបងប្អូនណាបាទអញ្ចឹងឱសថបុរាណខ្មែរយើងគឺប្រកែស័ក្តិសិទ្ធិពិតប្រកាសឲ្យតែយើងស៊ូប្រើបាទគឺប្រកាសជាបានជាបងប្អូនបាទឱសថទាំងប្រមាណមុខនេះបើសិនជាពុកម៉ែបងប្អូនបាទធ្វើហើយបាទសំពី3អាទិត្យយកមកប្រើបាទលឿនទេបងប្អូនបាទត្រឹមតែ1អាទិត្យគឺដឹងលទ្ធផលបងប្អូនណាបាទឃើញថាបានលទ្ធផលបាទល្អព្រោះប្រសើរជាក់ជាមិនខានទេបងប្អូនដែលមានជួបនៅបញ្ហាបាទអស់ទាំងនេះហើយមិនចង់ចំណាយនៅថវិកាច្រើនបាទឆ្ងាយនៅមន្ទីរពេទ្យបាទលោកមិនមានបាទថវិកាច្រើនអាចរកបាទឱសថទាំងអស់នេះបាទយកមកបាទសម្រាប់ការព្យាបាលបានពុកម៉ែបងប្អូនណាអាចសាកល្បងទាំងអស់គ្នាបានពុកម៉ែបងប្អូនបាទសូមអរគុណពុកម៉ែបងប្អូនអញ្ចឹងវីដេអូសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទសូមជម្រាបលាសូមជូនពរបាទសុខភាពល្អបាទនៅគ្រប់ក្រុមគ្រួសារបាទមានសុភមង្គលបាទទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា